ខ្ញុំកាលណាសូមនមស្ការលោកម្ចាស់ឬក៏លោកគ្រូមិនតាន់ព្រះអង្គពនាមដើមគឺពេញកំហុងពេញកំហុងលោកគ្រូបជនប្រមាណហើយចឹងសូមមកទូជំរាបដល់លោកគ្រូននសុខពនាមពេញកំហុងបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះ29លោកប្អូនទេបងប្អូនតានាមបញ្ញត្តិដែលព្រះឧបជាប្រកេននាមបញ្ញត្តិវជ្ជបញ្ញាអូខេតទៅដោយសារតែវីដេអូរបស់ព្រះភិក្ខុវជ្ជបញ្ញាហើយទាំងនាមបញ្ញត្តិរបស់ព្រះអង្គដែរនាមដើមពេញកំហុងលោកធ្វើច្រើនតទៅនឹងការចែករំលែកទៅលើភាសាអង់គ្លេសមិនហ្នឹងបានអូសជួបខ្លះប៉ុន្តែគាត់មិនចាប់អារម្មណ៍ប៉ុន្តែការចែករំលែកហ្នឹងចង់សួរតាក់ទងទៅនឹងលោកម្ចាស់ប៉ុន្តែលោកម្ចាស់អាចបកប្រែសំណួរនឹងជាភាសាអង់គ្លេសដោយខ្លីហើយឆ្លើយជាភាសាអង់គ្លេសដោយខ្លួនព្រះអង្គទៅថាខ្ញុំកណាសួរបែបនេះជាសំណួរសង្ខេបនិងខ្លីៗសំខាន់ទេតើព្រះសង្ឃដែលសាងភ្នោះហើយគិតតែពីត្រូវតែអង្គុយធ្វើសមាធិកម្មដ្ឋានតែម្យ៉ាងហើយចុះបើព្រះសង្ឃមករៀនភាសាអង់គ្លេសហើយចែករំលែកភាសាអង់គ្លេសឬចំណេះដឹងតិចតួចរបស់ខ្លួនទៅកាន់សង្គមនោះវាជាការខុសឆ្គងដែរទេសូមលោកម្ចាស់បកប្រែសំណួរដោយខ្លីហើយនឹងឆ្លើយជាចម្លើយជាភាសាអង់គ្លេសចុះរតនានិមន្ត Thank you so much teacher and this is the interesting question it's such a good question that can raise awareness to all the people who are watching this video on behalf of a monk in Cambodia I really support all the monks who they can adjust to the society approach to the society. It means that they can participate in social work like sharing the Dhamma, the teaching of the Buddha, because as we know that nowadays we are living in the advanced world, modern world, so we live with the technology, so we can use technology in order to spread the Buddha's teaching, to share the Buddha teaching, impart knowledge to all people around the world, not only in Cambodia, but all around the world. They can understand and they can take some points into account and then they can learn from all of those things. And this is also a typical role of the monk too. We have a role to learn, role to conduct, and role to teach other people and also role to protect to defend our teaching our Buddha's teaching the Buddha's teaching so this also can be a role that we can participate in our society that is not wrong មូលហេតុបានជាខ្ញុំកាលណាខ្ញុំចង់ឲ្យមានការនិយាយជាភាសាអង់គ្លេសឲ្យព្រះអង្គមានថវិកាជាភាសាអង់គ្លេសខ្ញុំកណាយល់ឃើញថាអាចនឹងបរទេសបានឃើញវីដេអូមួយនេះហើយក៏វីដេអូមួយនេះអាចនឹងមានក្មេង Gen Z មានន័យថាក្មេងចំនួនក្រោយហ្នឹងដែលគេចូលចិត្តនិយាយលេខអង់គ្លេសហ្នឹងគាត់អាចចូលស្ដាប់បានដែរសំណួរទី2មិនមានសំណួរច្រើនទេសំណួរទី2តកតងនឹងការរៀនជំនាញបរទេសរៀនភាសាបរទេសនិងរៀនមួយទៀតដែលតកតងនឹងកាមេរ៉ាឬក៏Photoshop មានន័យថារៀនផ្នែក computer រៀនកាត់តវីដេអូរៀនអីចឹងទៅសម្រាប់យោបល់ខ្ញុំកណាគ្រាន់តែថាព្រះសង្ឃអាចរៀនភាសាបានដោយព្រះអង្គយ៉នសេងយាតចឹងលោកព្រះអង្គដិតយ៉នសេងយាតឃើញលោកបានជាបណ្ឌិតឲ្យលោកជួយពុទ្ធសាសនាច្រើនសម្ដេចព្រះសង្ឃរីជួនណានោះលោកចេះតិចភាសាណាស់អីចឹងហេតុអីក៏ត្រូវបន្ទោសព្រះសង្ឃថាបួសឲ្យទៅរៀនតែអង់គ្លេសតិចធរអាភ្លេចអស់តែកន្លែងនេះខ្ញុំកណាក៏សំណូមពរលោកប្រគុណម្ចាស់សមណៈសិស្សដែលកំពុងរៀនទាំងភាសាបរទេសប្រហែលភាសាក៏ដោយប៉ុន្តែសូមមេត្តាកុំចោលគ្រឹះនៃព្រះធម៌កុំចោលគ្រឹះនៃព្រះធម៌នេះជាការសំណូមពរសំណួរជាបន្ទាប់នៅពេលដែលមានការរិះគន់ទៅលើចំណុចដែលព្រះអង្គលោកប្រើប្រាស់កាមេរ៉ាបង្ហាញនៅលើបណ្ដាញសង្គមឲ្យឃើញពីការកាត់តពី Photoshop អីជាដើមអញ្ចឹងមានការរិះគន់នៅក្នុងវិន័យកុំតន់វែកញែកថាខុសថាត្រូវប៉ុន្តែតើវាអាចជួយអីខ្លះដល់វត្តអារាមសូមលោកម្ចាស់សង្ខេបដោយភាសាអង់គ្លេសមិញហើយនឹងឆ្លើយជាភាសាអង់គ្លេសមិញបន្តទៅទៀតសូមអរគុណមុន Okay you can speak please thank you teacher as we all know that camera and all the materials the equipment
that we use in order to share to all the people in social media, especially in Facebook and TikTok or YouTube, anything else that we can share to the people that can be you. We have to use all of those materials, especially camera and computer, smartphone, something like this. So we can use it. You know, this material is like a double-edged sword. You know, so it has two faces. Two faces. We can use in a bad way and in a good way. So you have to discover. You have to find out the intention of using it. So if we use it in order to share goodness, to share good activity in our society, like people coming to the temple, do meditation, practice meditation, marriage, something like this, and the religious activity. Most of them are doing religious activity, so they share it in order to persuade all the people who are watching in the social media. They can love, they can be happy with that. So it is sharing the merit to people too. In Khmer we say the Atnamutani and then we call Sadhu. So it is also the way that we can see, and when you can see good thing, good activity, and you always be happy with that, with those things too. So this is the way that we can use the camera, smartphone, to share to the people like this. អរប្រគុណខ្ញុំកណាមែនទែនអត់ចេះស្ដាប់ទេប៉ុន្តែនិមន្តឲ្យអត់មែននិមន្តលោកម្ចាស់មានតរអធិការជាភាសាអង់គ្លេសហ្នឹងដោយលើខាងដើមសង្ឃឹមថាជនបរទេសនឹងចូលមើលវីដេអូនេះឬក្មេងសម័យក្រោយហ្នឹងសម័យ Gen Z ឬក៏សម័យ Alpha ទៅកំពុងទៀតហ្នឹងនឹងបានមើលវីដេអូហ្នឹងគឺអូលោកចង់លេងលុយមែនអូលោកចង់លេងលុយមែនហើយត្រូវអូនិយាយត្រូវអាហ្នឹងជាហេតុផលតែប៉ុន្តែไปតិចអត់អីដោយសារតែចង់ឲ្យវីដេអូនឹងខ្លីទើបមានសំណួរតែប៉ុណ្្នឹងទេហើយសង្ឃឹមថាលោកម្ចាស់មានពេលលោកម្ចាស់ជួយសរសេរ subtitle ជាអក្សរខ្មែរប្រែនៅអ្វីដែលលោកម្ចាស់បានមានតរអធិការជាភាសាបរទេសនឹងមកវិញហើយចាំ forward មកប្រកេនបងសេអាហាមកខ្ញុំកណាសូមវីដេអូនឹងផុសដែរអរប្រគុណលោកម្ចាស់វិចារៈបញ្ញាហៅពេញកំហុងដែលមានឱកាសនៅពេលនេះកុំភ័យអីខ្ញុំកណាអត់មានថាខុសថាត្រូវទេសំខាន់ខ្ញុំកណាអត់ចេះអង់គ្លេសតែសំខាន់នេះក៏ជានិស្សិតបញ្ញវន្តខ្មែរម្នាក់ដែរអរគុណណាសូមអរគុណសូមជម្រាបលានិងសូមនមស្ការលាអាចមានឱកាសពេលក្រោយទៀតនឹងមកហើយជួបលោកម្ចាស់ភាសាទៀតធ្វើវីដេអូទៀតអរគុណនមស្ការលា